បើមិនធ្វើការសោះតើអាចឃ្លានស្លាប់ទេគំនូរជីវចរនេះគឺជារូបភាពឆ្លុះបញ្ចាំងពីជីវិតមនុស្សជាច្រើននាពេលបច្ចុប្បន្នសត្វកណ្ដុរខ្ជិលច្រអូសមួយក្បាលរស់នៅយ៉ាងសប្បាយរីករាយដោយមិនខ្វល់ខ្វាយពីរឿងស៊ីចុកប្រចាំថ្ងៃឃ្លានក៏ស៊ីស្លឹកឈើលើដើមស្រែកទឹកក៏ផឹកទឹកសន្សើមក្នុងផ្ការស់នៅដោយគិតតែពីសប្បាយភ្លាមមិនដែលបារម្ភពីថ្ងៃអនាគតរីឯនៅមិនឆ្ងាយប៉ុន្មានគ្រួសារស្រមោចកំពុងតែធ្វើការយ៉ាងឧស្សាហ៍ព្យាយាមបទពិសោធន៍បានប្រាប់ពួកគេថាមានតែការត្រៀមបំរុងស្បៀងអាហារទុកជាមុនប៉ុណ្ណោះទើបអាចរស់រានមានជីវិតបានក្នុងរដូវរងាដ៏អាក្រក់ពេលនោះកណ្ដុរបានឃើញស្រមោចតូចមួយក្បាលកំពុងអូសសន្តិទឹកអីវ៉ាន់ហើយដួលធ្លាក់ចូលធប់ស្រាប់តែផ្ទុះសំណើចរួចក៏លងទឹកបែកវាហើយនិយាយរឿងជីវិតបង្រៀនវាទាំងក្រអឺតក្រទមកណ្ដុរនិយាយថាពួកឯងធ្វើការលំបាកបែបនេះពិតជាល្ងងខ្លាំងណាស់ព្រះជាម្ចាស់មានសេចក្តីមេត្តាករុណាមិនទុកឲ្យពួកយើងអត់ឃ្លានស្លាប់នោះទេការកើតមកជាសត្វល្អិតគួរតែដូចខ្ញុំច្រៀងរាំសប្បាយរីករាយរាល់ថ្ងៃទើបមិនខាតពេលវ័យក្មេងស្រមោចតូចស្លូតត្រង់រំភើបនឹងសម្ដីរបស់គេក៏រំតាមគេដែរស្រាប់តែពេលនោះមហាស្ត្រីស្រមោចកំពុងយាងត្រួតពិនិត្យមកដល់ស្រមោចតូចងាកមកឃើញថ្នាក់ដឹកនាំហើយស្ទុះរត់ត្រឡប់ទៅកន្លែងវិញភ្លាមពេលប្រទេសផ្លែប៉ោមធួនបន្តធ្វើការកណ្ដុរមិនយល់នឹងរឿងនេះតែមិនបានបង្ខំទេមហាស្ត្រីស្រមោចបានទូលមានគេថាអ្នកខ្ជិលមិនធ្វើការខ្លួនឯងមិនជាបញ្ហាទេតែសូមកំណងប្រជាជនខ្ញុំឲ្យខូចប្រសិនបើអ្នកណាក៏ដូចអ្នកមិនខិតខំដល់ពេលរដូវរងាម្ដងស្ដាយក្រោយក៏យូរពេកហើយតែក្រោយពីស្ដាប់ហើយកណ្ដុរនៅតែមិនខ្វល់នៅតែដេញវីយូឡុងរាល់ថ្ងៃរីករាយនឹងជីវិតក្នុងព្រៃមិនយូរប៉ុន្មានរដូវរងាក៏មកដល់ខ្យល់រដូវស្លឹកឈើជ្រុះបក់ស្លឹកឈើស្ងួតឲ្យជ្រុះអស់ពួកស្រមោចនាំគ្នារៀបចំរបស់របររួចចូលក្នុងសម្បុកការប្រើបន្តិចម្ដងគ្រប់ដណ្ដប់លើព្រៃឈើនិងផ្ទៃដីអាហារក៏លែងរកបានទៀតហើយកណ្ដុរគ្មានកន្លែងទៅក៏ដើរវង្វេងក្នុងភាពត្រជាក់តែរកអាហារលែងឃើញទៀតហើយកណ្ដុរដែលអស់សង្ឃឹមបានត្រឹមតែរឹតពូទេរបស់វាម្ដងហើយម្ដងទៀតនៅពេលនោះឯងស្រាប់តែវាបានប្រឡេកឃើញស្លឹកឈើក្រៀមមួយនៅមិនឆ្ងាយវាប្រញាប់ហៀទឹកមកស្ទុះទៅរកភ្លាមតែខ្យល់ត្រជាក់មួយភូបានបក់កាត់បានបក់យកក្តីសង្ឃឹមចុងក្រោយនោះទៅទីឆ្ងាយបាត់ដោយអស់សង្ឃឹមវាបានបន្តរឹតពូរបស់វាទៀតរើសយកវាយូឡុងជាទីស្រឡាញ់របស់វាតែលែងអាចលេងបទភ្លេងរីករាយបានទៀតហើយកណ្ដុរដែលដើរទៅស៊ូក្នុងខ្យល់ព្យុះព្រើចាប់ដើមរងាខ្លាំងឡើងរហូតដល់ខ្លួនឡើងខៀវវាបានដឹងថាបើនៅតែបែបនេះវានឹងត្រូវស្លាប់ជាមិនខាននៅពេលដែលអស់សង្ឃឹមបំផុតនោះពន្លឺកក់ក្ដៅមួយបានចាំងមកពីចម្ងាយនោះគឺជាសម្បុកស្រមោចកណ្ដុរបានប្រើកម្លាំងចុងក្រោយលូនទៅដល់មាត់ទ្វារក៏បានឃើញស្រមោចទាំងឡាយនៅក្នុងរូងនោះកំពុងរីករាយនឹងភាពកក់ក្ដៅនិងអាហារពេញដោយក្តីច្រណែនទីបំផុតវាទ្រាំលែងជាប់ក៏ដួលសន្លប់នៅលើព្រើសំណាងល្អសំឡេងគូទ្វារបានតាក់ទាញចំណាប់អារម្មណ៍ស្រមោចតូចពួកវាបានប្រញាប់លើកណ្ដុរចូលក្នុងរូងទឹកក្ដៅអោក្រាស់និងទឹកថ្នាំបំពន់មួយចានបានធ្វើឲ្យកណ្ដុរមានកម្លាំងកំហែងនិងស្រស់ថ្លាឡើងពេញបន្តិចម្ដងព្រះមហាក្សត្រីស្រមោចបានយាងមកដល់ដោយលើកសម្ពុតរោគរបស់ទ្រង់ពេលសត្វកណ្ដុរបានឃើញអ្នកសង្គ្រោះរបស់ខ្លួនវាក៏ស្រក់ទឹកភ្នែកដោយក្តីអៀនខ្មាស់រឹកដល់សម្ដីនិងទង្វើការពីមុនហើយមើលស្ថានភាពបច្ចុប្បន្នរបស់ខ្លួនវាពិតជាសោកស្ដាយខ្លាំងណាស់ហើយអង្វរព្រះមហាក្សត្រីឲ្យទទួលខ្លួនសុខចិត្តធ្វើការងារអ្វីក៏បានតែព្រះមហាក្សត្រីមិនបានយករំភ្លាមទេគ្រាន់តែប្រគល់វាយូឡុងឲ្យវាវិញពេលសត្វកណ្ដុរគិតថាខ្លួននឹងត្រូវបណ្ដេញចេញស្រាប់តែបានឬព្រះមហាក្សត្រីមានបន្ទូលសូមឲ្យវានៅតាមពិតវារំលឹកត្រឹមតែលេងភ្លេងនិងរាំរបាំសម្រាប់ស្រមោចតែប៉ុណ្ណោះដើម្បីអាចទទួលបានការរស់នៅដោយសុខសាន្តសត្វកណ្ដុរសប្បាយចិត្តឥតទុកមារដូច្នេះហើយវាក៏បានប្រូរចំណូលចិត្តរបស់ខ្លួនទៅជាការងារខ្លាយជាសត្វកណ្ដុរតែមួយគត់នៅលើពិភពលោកដែលបានរស់រានមានជីវិតក្នុងរដូវរងា